សូមជម្រាបព្រះនាងនឹងការជួបប្រាក់កាលពីព្រេងញីមាននគរមួយស្ងប់ស្ងាត់និងស្រស់ស្អាតអមដោយមាត់ទន្លេជាមួយព្រះអាទិត្យពណ៌មាសយ៉ាងស្រស់ស្អាតព្រះនាងស្រីសុវណ្ណលតាគឺជាព្រះនាងដែលមានព្រះទ័យល្អនិងស្រឡាញ់ប្រជាជនព្រះនាងតែងតែដើរជួយអ្នកក្រីក្រនិងកុមារថ្ងៃមួយទឹកទន្លេបានស្ងួតដំណាំងាប់អស់និងប្រជាជនមានការលំបាកទូទាំងនគរព្រះនាងព្រួយតាតីយ៉ាងខ្លាំងអំពីរឿងនេះតាច័ន្ទបានប្រាប់ពីដំណោះស្រាយមួយដល់ព្រះនាងមានតែផ្កាឈូកប្រាក់អាចកំបាំងទេទើបអាចសង្គ្រោះនគរបានប៉ុន្តែផ្លូវទៅកាន់ទីនោះវាគ្រោះថ្នាក់ណាស់ព្រះនាងមិនភ័យខ្លាចឡើយហើយបានយាងទៅរកផ្កាឈូកប្រាក់ដោយខ្លួនឯងដោយក្នុងចិត្តព្រះនាងពេញដោយសេចក្តីសង្ឃឹមពេលទៅដល់ជើងមានសត្វចូលរួមភ្នំព្រះនាងឈរយ៉ាងក្លាហាននិងបួងសួងដោយក្តីបរិសុទ្ធព្រះនាងបានឱនក្បាលគោរពបន្ទាប់មកសត្វតោថ្មក៏អនុញ្ញាតឲ្យព្រះនាងឆ្លងកាត់បឹងវេទមន្តក៏ភ្លឺចែងចាំងផ្កាឈូកប្រាក់ជាច្រើនបានអណ្ដែតលើផ្ទៃទឹករំពេចនោះវិញ្ញាណដែលថែរក្សានៅទីនោះបានប្រគល់ផ្កាទៅឲ្យព្រះនាងដើម្បីយកទៅជួយព្រះនគរផ្កាត្រូវបានដាក់ក្នុងទន្លេហើយទឹកក៏ហូរម្ដងទៀតដំណាំក៏ចាប់ផ្ដើមលូតលាស់ប្រជាជនក៏បានរីករាយឡើងវិញព្រះនាងក្លាយជាព្រះមហាក្សត្រីដែលមានព្រះទ័យល្អនៅក្នុងចិត្តប្រជាជនគ្រប់គ្នាហើយក្នុងនគរប្រជារាស្ត្ររស់នៅដោយសុខសាន្ត